សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកនរគ្នាអំពីរបៀបកំណត់ default នៅលើ Windows Server 2022អញ្ចឹងជំហានដំបូងយើងត្រូវ install File Server Resource Manager និងមួយទៀតយើងកំណត់ទី2យើងកំណត់ size ឲ្យ directory ទី3កំណត់ size ឲ្យ user និងទី4យើងបិទអត់ឲ្យ user គាត់ share អត់ឲ្យគាត់ share file ឬក៏ upload file image video sound ហើយនឹងក៏ដូចជា file EE យើងអត់ allow ឲ្យគាត់ទេបាទអញ្ចឹងជំហានដំបូងយើងចូលមកកាន់ VMware របស់យើងមកតមកទៀតយើងចូលមក server manager អញ្ចឹងយើងកុំតន់add role និង feature យើងនៅបង្កើត folder សម្រាប់ store data និង user data ហើយអញ្ចឹងបង្កើត file data ហើយមួយទៀត user data តមកទៀតយើងចូលមកកាន់ server manager យើងហើយយើងចុចពាក្យថា add row and feature ហើយយើងចុច next ទៀតមកយើងចុច next ទៀតមកយើង click នេះមកអានេះដោយសារ role active directory ខ្ញុំ add ហើយតែបើអ្នកគ្នាអត់ទាន់ add អ្នកគ្នាត្រូវ add role សិនហើយក្នុង role ហ្នឹងបានមាន feature វាតូចទៀតអញ្ចឹងខ្ញុំថុចលើនេះ file server resource manager ហើយចុច add feature ហ្នឹងមកអញ្ចឹងយើងចុច next មក next ទៀតហើយ install យើងធ្វើការរងចាំបន្តិចទៅអ្នកនរគ្នាអូខេឥឡូវយើង install បានជោគជ័យហើយបន្ទាប់មកទៀតយើងនៅ server manager ដដែលហើយយើងចូលពាក្យថាចុចពាក្យថា tool ហើយយកពាក្យថានេះ file server resource manager អញ្ចឹងយើងនឹងឃើញពាក្យquota management អញ្ចឹងយើងមើលទៅអានេះ quota template នេះគឺជា quota ដែលគេកំណត់ហើយស្រាប់អញ្ចឹងយើងអត់ប្រើគេកំណត់ហើយស្រាប់ទេយើងទៅបង្កើតថ្មីយើងកំណត់ខ្លួនឯងនេះយើងកំណត់អញ្ចឹងយើងនេះមក mouse ស្ដាំលើវាមកហើយយើងយក create quota ហើយកន្លែងនេះយើងដាក់ path ដែលយើងបានបង្កើតមុនហ្នឹងដាក់នៅដូចជា data ហ្នឹងហើយ data អានេះ limit យើងចង់ដាក់មកអញ្ចឹងយើងយក100 MB limit ហើយបន្តមកទៀតយើងចុច create មកអញ្ចឹងអានេះfolder នេះសម្រាប់new directory អញ្ចឹងយើងបង្កើតមួយទៀតនេះសម្រាប់ user data
create ចឹងបន្តមកទៀតយើងទៅកំណត់ permission ដែលយើងនេះកំណត់ permission នេះកំណត់ថាតើគាត់អាច upload file អីខ្លះបានខ្លះហ្នឹងអូខេតោះចឹងយើងមើលកន្លែង file screen management នេះហើយយើងមាន file screen template មានអីនេះកន្លែង file គ្រប់នេះអញ្ចឹងយើង create មកហើយដាក់ថា block file ចាំមកដល់កន្លែងនេះកន្លែង file include នេះយើងដាក់ file ណាដែលយើងអត់ឲ្យគាត់ copy ឬក៏ add ចូលអញ្ចឹងហើយកន្លែង file to exclude នេះអាហ្នឹងយើង file ណាដែលគាត់មិនអាចតែគាត់អាច add ចូលបានអីអញ្ចឹងយើងវាយមក eហើយ.jpgហើយយកមកផ្កាយមួយទៀត png អីចឹងមក.png ផ្កាយមួយទៀត mp3 .mp3 ផ្កាយមកវាផ្កាយ .mp4 ហើយយើង add មកអូខេចឹងបន្ទាប់ពីយើងបង្កើតfile ហ្នឹងហើយយើងចូលទៅ file screen ហើយយើងយក create file screen មកហើយយើងចង់ block folder មួយណាអញ្ចឹងខ្ញុំ block ទៅកាន់ data ហើយយើងយក define custom file អញ្ចឹងយើងយក file ដែលយើងបង្កើតមុនហ្នឹងបង្កើតឈ្មោះថា block file ហើយយក OK មកហើយ create ហើយខ្ញុំដាក់ឈ្មោះដដែលឈ្មោះហើយ OK មកចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាមានចម្ងល់អីអាច comment នៅខាងក្រោមវីដេអូបានបាយបាយ